ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការពន្យាការបរិច្ឆេទដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរាជរដ្ឋាភិបាលបានសម្រេចពន្យាពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល1ឆ្នាំទៀតចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរអចលនទ្រព្យត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2027តទៅដោយឡែកពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរភតិសន្យាទ្រព្យវិនិយោគកេរ្តិ៍ឈ្មោះអាជីវកម្មកម្មសិទ្ធិបញ្ញានិងរូបិយប័ណ្ណបរទេសត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2026នេះតទៅព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ